ដីទាំងអស់គ្នាថ្ងៃនេះដែរគឺយើងធ្វើការចាក់ថ្នាំហុកសាន់បាទដោយសារថាអាមមាញសដូចជាកូវក្នុងដើមគឺវាគុំដើម្បីបញ្ហាស្រូវរបស់យើងហើយណាបាញ់ថ្នាំបាញ់ហើយវាហើយចេញវាហើយចូលទៅវិញឥឡូវគឺយើងធ្វើការចាក់អុយខ្លាំងដើម្បីយើងទិញវាចេញពីស្រែយើងបាទហើយខ្ញុំធ្វើការចាក់នេះគឺភេទឆ្នាំគឺភេទឆ្នាំនេះឆ្នាំផុតខ្លាំងឆ្នាំគឺអុយខ្លាំងមែនទេបាទហើយបើយើងបាញ់ធ្វើការបាញ់គឺពុលទៅមនុស្សដោយសារតែវាក្លិនខ្លាំងយើងបាត់បាញ់ហើយអានេះគឺជាឧបករណ៍ក្នុងការចាក់ថ្នាំរបស់ខ្ញុំធ្វើស្នូតបែបនេះដើម្បីយើងរុញចាក់ក្នុងស្រែក្នុងស្រែមកយើងចាក់ឥឡូវយើងរុញទេដោយសារខ្ញុំទៅចូលទឹកអញ្ចឹងចិត្តអត់រុញទេចិត្តយើងបហូរតាមរយៈខ្សែទឹកហូរនេះតែទឹកហូរដែលយើងបានហូរមកនេះគឺយើងដាក់ឲ្យវាណក់ទៅហើយវាហូរចូលទៅស្រែឯងនេះមកបាញ់ទៅចាំដល់រុញទេអញ្ចឹងគឺធ្វើការចាក់វាដាក់ទឹកស្មោះតុងសិនយើងនិយាយហើយសបែបនេះដល់មកយើងធ្វើការមូលវានឹងយកឆ្នៃនេះចប់បែបនេះហើយការបង្ហូររបស់ខ្ញុំបាទគឺថ្នាំយើងលាយហើយយើងដាក់បែបនេះមកតរយោបែបនេះមកដកមកគឺវាធ្លាក់នេះអញ្ចឹងឲ្យវាណក់អញ្ចឹងមកណក់តាត់អញ្ចឹងមកអញ្ចឹងវាទៅតាមទឹកអញ្ចឹងពេលណាដែលថ្នាំទៅតាមទឹកវាស្អុយខ្លាំងព្រោះសត្វហ្នឹងវារត់ចោលស្រែរបស់យើងដែរបាទហើយនេះគឺស្រែរបស់ខ្ញុំអាយុវា2ខែហើយបាទបានប៉ុណ្ណឹងរបស់យើងកំពុងតែធ្វើការបូមទឹកនៅខាងនោះយកមកខ្ញុំបាននិយាយអញ្ចឹងយើងដាក់មកហើយបហូរអាថ្នាំនេះហើយនេះគឺស្រែរបស់ខ្ញុំអាយុ2ខែហើយបាទហើយសត្វកំពុងតែលុកលុយខ្លះហើយស៊ីបដូលហើយនឹងរុយសរោមដូច្នេះយើងមានតែធ្វើវិធីនេះខ្លះដាក់ថ្នាំបហូរបែបនេះផង
ហើយបន្តិចទៀតបន្ទាប់ពីយើងដាក់ទឹកពេញហើយយើងធ្វើការបាចជីបន្ទាប់ពីបាចជីត្រូវបាញ់ថ្នាំទៀតហើយអ្នកនរគ្នាអញ្ចឹងការធ្វើកសិកម្មគឺបែបនេះដាក់ជីបាញ់ថ្នាំ